បន្ទាប់ពីទឹកចំនួនបានបើកការវិប្រានៅខេត្តសង្ខេឡជាពិសេសគឺនៅស្រុកហាត់យ៉ៃតែម្ដងចំពោះគ្រោះទឹកចំនួននេះឯងបានបណ្ដាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងច្រើនហើយនៅក្នុងហ្នឹងគឺមានអ្នករងរបួសក៏ច្រើនហើយមានអ្នកបាត់ខ្លួនហ្នឹងក៏ច្រើនដែរអ្នកទាំងអស់គ្នាដោយសារតែចំនួនអ្នកបាត់បង់ជីវិតហ្នឹងគឺមានចំនួនកើនឡើងកាន់តែច្រើនទៅដល់ពេលអញ្ចឹងទៅមន្ទីរពេទ្យមួយដែលស្ថិតនៅក្នុងខេត្តសង្ខេឡហ្នឹងគឺមិនមានកន្លែងទំនេរសម្រាប់ដាក់សាកសពទៀតទេបាទគឺខ្វះកន្លែងដាក់សាកសពណាបាទបើយោងទៅតាមអ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រទេសថៃគឺចំនួនអ្នកស្លាប់បាត់បង់ជីវិតគ្រាន់តែនៅក្នុងខេត្តសង្ខេឡមួយហ្នឹងគឺមានរហូតដល់145នាក់ឯណោះហើយគ្រាន់តែនៅក្នុងស្រុកហាត់យ៉ៃមួយហ្នឹងគឺមានដល់ទៅ100នាក់ជាងបាត់ទៅហើយបាទអាហ្នឹងគឺចំនួនអ្នកស្លាប់រីឯអ្នកបាត់ខ្លួនរមិនតាន់ឃើញហ្នឹងក៏មានច្រើនដែរអ្នកទាំងអស់គ្នាដល់ពេលចឹងទៅទើបបានមន្ទីរពេទ្យមួយកន្លែងហ្នឹងគឺมันអាចមានកន្លែងទំនេរសម្រាប់ដាក់ទុកសាកសពទៀតទេបាទហ្នឹងតាមរយៈការប្រកាសរបស់មន្ទីរពេទ្យបាទបើតាមការប្រកាសរបស់មន្ទីរពេទ្យដើម្បីជួយសម្រួលដល់កន្លែងទុកសាកសពទៀតបានហ្នឹងខាងមន្ទីរពេទ្យហ្នឹងក៏បានសម្រេចយករថយន្តដឹកទឹកកកចំនួន3គ្រឿងហ្នឹងធ្វើជាកន្លែងសម្រាប់ដាក់សាកសពបាទដោយសារសាកសពនឹងច្រើនពេញអញ្ចឹងទៅមានតែយករថយន្តដឹកទឹកកកហ្នឹងទេមកដាក់ក្លាសេសាកសពហ្នឹងដើម្បីឲ្យមានកន្លែងដាក់ថែមទៀតបាទដូចយើងនឹងស្រាប់បានអ្នកទាំងអស់គ្នាបើស្លាប់ទៅហើយគឺត្រូវមានកន្លែងមួយសម្រាប់ក្លាសេសម្រាប់ដាក់ទុកបើសិនបើមិនមានកន្លែងសម្រាប់ទុកដាក់ក្លាសេអីជាដើមអញ្ចឹងទេវាធ្វើឲ្យសាកសពហ្នឹងហើមសុយរលួយបង្កទៅជាបញ្ហាដល់ទីក្រុងហ្នឹងឯងបាទចំនួនអ្នកស្លាប់ក៏ច្រើនចំនួនអ្នកបាត់ខ្លួនក៏ច្រើនហើយចំនួនអ្នកអត់ឃ្លានហ្នឹងក៏ច្រើនដែរអ្នកទាំងអស់គ្នាក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងគឺគាត់ហូបចុកអត់គ្រប់គ្រាន់ទេបាទបន្តអំពីទឹកចំនួននឹងឯងបានថយចុះទៅវិញអញ្ចឹងទៅតាមបណ្ដាហាងមួយចំនួននឹងឯងគឺត្រូវបានខូចខាតសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារតែប្រជាពលរដ្ឋនឹងឯងអត់ឃ្លានផងហើយខាងសម្បានឹងក្រុមជួយសង្គ្រោះខាងសម្បារដ្ឋាភិបាលថៃនឹងដែលមិនអាចជួយពួកគេបានទាន់ពេលវេលាផងគឺបណ្ដាលឲ្យមានករណីមួយអ្នកទាំងអស់គ្នានោះគឺប្រជាពលរដ្ឋថៃមួយចំនួននឹងឯងបានធ្លាក់ខ្លួនខ្លាចទៅជាចោលទៅលួចគាស់តាមតូបតាមហាងគេអញ្ចឹងទៅហើយអ្នកខ្លះនឹងឯងបានគាស់ចូលទៅក្នុងដំបូលផ្ទះគេដើម្បីលួចសម្ភារៈដែលមានតម្លៃផ្សេងឥឡូវនឹងនៅខេត្តសង្ខេឡហើយនៅក្នុងស្រុកហាត់យ៉ៃហ្នឹងគឺច្បុកច្បល់ខ្លាំងមែនទែនបាទរញ៉េរញ៉ៃទាំងប្រជាពលរដ្ឋរញ៉េរញ៉ៃទាំងហេដ្ឋារចនាសម្ព័ន្ធដែលមានដូចជាផ្លូវថ្នល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហើយជាពិសេសហ្នឹងគឺហាងហ្នឹងឯងបាទតាមហាងមួយចំនួនគឺត្រូវជន់ចូលទៅដោយទឹកនឹងឯងលិចបានចូលទៅហើយសម្ភារៈនៅខាងក្នុងហ្នឹងគឺត្រូវបានខូចខាតយ៉ាងច្រើនមែនទែនបើនិយាយអំពីឡានវិញគឺកន្លែងខ្លះហ្នឹងគឺឃើញមានឡានហ្នឹងឯងតម្រៀបជួរគ្នាត្រួតពីលើគ្នាក៏មានដែរអ្វីដែលជាការកត់សម្គាល់ហ្នឹងគឺសិតតែសម្រាមហើយនឹងស្នាមភក់ស្នាមទឹកហ្នឹងពេញឡានហ្នឹងតែម្ដងបើនិយាយអំពីម៉ូតូវិញក៏ដូចគ្នាទាំងអស់គ្នាគឺសិតតែភក់ដោយសារតែទឹកចំនួននៅលើហ្នឹងគឺបានប្រែក្លាយពីទីក្រុងដ៏ស្រស់ស្អាតហ្នឹងទៅជាទីក្រុងដែលរញ៉េរញ៉ៃពោពេញទៅដោយសម្រាមកំទេចធូលីហើយនឹងកំទេចផុកកំទេចអីជាដើមបាទហើយប្រទេសថៃនៅលើហ្នឹងគឺខាតបង់ប្រាក់ច្រើនណាស់អ្នកទាំងអស់គ្នាបើតាមការវិតម្លៃរបស់អ្នកសេដ្ឋកិច្ចរបស់ប្រទេសថៃបានឲ្យដឹងថានៅក្នុងអំឡុងពេលនៃគ្រោះទឹកជំនន់ក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងណាគឺប្រទេសថៃហ្នឹងបានខាត់បង់ប្រាក់រហូតដល់775លានដុល្លារសហរដ្ឋអាមេរិកឯណោះវ៉ាវច្រើនមែនតើបាទដោយមួយរយៈពេលហ្នឹងគឺចាប់តាំងពីប្រទេសថៃហ្នឹងបានបើកការឈ្លានពានមកលើប្រទេសខ្មែរយើងមកឃើញថាថៃហ្នឹងបានជួបនៅគ្រោះចង្រៃហ្នឹងឯងផ្ទួនគ្នាតែម្ដងដែលបណ្ដាលឲ្យប្រទេសជាតិហ្នឹងឯងខាត់បង់ប្រាក់បន្តិចទេទាំងអស់គ្នាអំឡុងទី1គឺនៅពេលដែលបិទព្រំដែនជាមួយនឹងប្រទេសកម្ពុជាយើងទំនិញរបស់ប្រទេសថៃហ្នឹងគឺត្រូវបានខាតបង់រាប់ពាន់លានដុល្លារនោះបាទដោយសារតែអីគឺมันអាចនាំចូលមកកាន់ប្រទេសកម្ពុជាយើងបានអាហ្នឹងទី1ទី2ហ្នឹងគឺនៅពេលដែលបើកការឈ្លានពានមកលើប្រទេសខ្មែរយើងគឺប្រជាជនខ្មែរយើងមានការខឹងសម្បាជាមួយនឹងប្រជាជនថៃដែលការនោះមានរាប់ទាំងអ្នកសារព័ត៌មានរាប់តាំងតពីប្រជាជនធម្មតាហ្នឹងបាននិយាយកាច់បួលមកប្រជាពលរដ្ឋខ្មែរយើងច្រើនមែនទែនបំភ្លឺការពិតបំភ្លឺបំផ្លោងអូច្រើនមែនតើបាទរហូតទៅដល់អ្នកសារព័ត៌មានខ្លះហ្នឹងឯងបានមើងងាយមកកាន់ស្រុកខ្មែរយើងស្ថាបប្រទេសតូចតាចស្ថិតអ្នកសុំទានឯជាដើមបាទដោយសារតែប្រជាជនខ្មែរយើងខឹងប្រទេសនឹងចឹងទៅក៏បាននាំគ្នាពហិការមិនប្រើប្រាស់ផលិតផលថៃ
ទោះបីជាឥឡូវគឺមានភាពស្ងាត់ស្ងៀមក៏ពិតមែនក៏ប៉ុន្តែប្រជាពលរដ្ឋយើងក៏នៅតែបន្តពហិការអញ្ចឹងបាទហើយអញ្ចឹងទៅធ្វើឲ្យថៃនឹងខាតបង់ទៀតបាទហើយមួយទៀតនឹងគឺមេដារបស់ស្ដេចថៃក៏បានស្លាប់បាត់បង់ជីវិតដែលយើងហៅថាសោយទីមង្គតទៀតបាទគឺសោយផ្ទាន់គ្នាតែម្ដងបន្ទាប់មកទៀតគឺជាលើកចុងក្រោយនេះគឺទឹកចំនួនតែម្ដងបាទទឹកចំនួននឹងគឺលិចខ្លាំងមែនតែនបាទហើយជាពិសេសហ្នឹងគឺស្រុកហានយ៉ៃនឹងឯងគឺខ្លាំងមែនតែនបាទរហូតដល់ធ្វើឲ្យប្រជាពលរដ្ឋនឹងស្លាប់យ៉ាងច្រើនហើយខាតបង់មួយសាទៀតហើយបាទហើយគ្រោះទឹកចំនួននៅលើកហ្នឹងខ្ញុំឃើញប្រជាជនថៃថតតែម្ដងបាទថតផុសនៅក្នុងបណ្ដាញសង្គមគឺពួកគាត់នឹងឯងច្រើនមែនតែនទាំងអស់គ្នាបានស្រែកពីលើដំបូលផងស្ថិតនៅក្នុងផ្ទះផងស្រែកខ្វល់ខ្វាក់អញ្ចឹងទៅស្រែកពេលយប់យើងឮសំឡេងស្រែកពេលយប់ហ្នឹងយើងគួរឲ្យភ័យខ្លាចបាត់ទៅហើយបាទដើម្បីស្រែកសុំជំនួយដើម្បីឲ្យពួកអ្នកមកជួយសង្គ្រោះហ្នឹងជួយពួកគាត់ហ្នឹងចេញពីកន្លែងដែលពួកគាត់ហ្នឹងកំពុងតែជាប់គាំងដោយសារទឹកជំនន់បាទខ្ញុំគិតថាវិជាកម្មពីអ្នកទាំងអស់គ្នាសំឡេងដែលពួកគាត់ស្រែកដង្ហោយហៅដើម្បីសុំជំនួយនឹងយ៉ាងណាវាស្រដៀងគ្នាទៅនឹងកាន់ចង់ប្រឡាំងដែលបានជាសំឡេងខ្មោចសំឡេងឆ្កែលូសំឡេងបំផិតបំភ័យព្រាយបិសាចហ្នឹងទៅចាក់បំពងបំផិតបំភ័យប្រជាពលរដ្ឋខ្មែរយើងដែលស្ថិតនៅក្នុងភូមិប្រៃច័ន្ទបាទហើយអ្នកទាំងអស់គ្នាជឿចោលបាទនៅពេលហ្នឹងគឺវាអត់មានពេលឯណាមកចាក់រុកខ្មែរយើងមកឆ្កឹះឆ្កៀមកញុះញង់អីទេបង្ករឿងអសន្តិភាពជាមួយប្រជាពលរដ្ឋខ្មែរយើងតាមរយៈបណ្ដាញសង្គមក្តីតាមរយៈកងទ័ពក្តីមកគ្រប់គ្រានទន្ទ្រានដែនដីរបស់យើងចាំមើលតែពួកនឹងដោះស្រាយពីបញ្ហាទឹកជំនន់នឹងចប់ប្រកាសជាមករកគ្រានខ្មែរយើងទៀតហើយព្រោះតែបែបហ្នឹងហើយបានជាប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំនឹងឯងមិនសំដែងនៅការអាណិតអាសូរអីទេសូម្បីតែបន្តិចបន្តួចទៅដល់ប្រជាពលរដ្ឋថៃដែលកំពុងតែលិចលង់និងកំពុងតែស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅលើកនេះហើយយើងចាំមើលចោលអ្នកទាំងអស់គ្នាបើសិនបើថៃនឹងនៅតែបន្តឈ្លានពានមកលើប្រទេសខ្មែរយើងបន្តមាក់ងាយជេរឌីលពូជសាសន៍មកដល់ខ្មែរយើងទៀតតើនឹងមានរឿងអ្វីកើតឡើងចំពោះប្រជាពលរដ្ឋនឹងបាទចំពោះប្រទេសជាតិមួយនឹងហើយចឹងហើយយើងមានតែរងចាំមើលទៀតទេបាទថានឹងមានអ្វីកើតឡើងបាទហើយក៏ខ្ញុំសូមអរគុណដល់ក្រសួងកម្ពុជាដែរបាទក្រសួងកម្ពុជាគឺលឿនរហ័សតាន់ចិត្តតែម្ដងបាទអ្នកឯងធ្វើយ៉ាងម៉េចមកលើប្រជាពលរដ្ឋខ្មែរមកលើប្រទេសកម្ពុជាអ្នកឯងក៏ទទួលរងបែបនោះវិញទាំងវើទាំងអស់ហ្នឹងគឺការឡើងដោយសារតែអ្នកឯងទេអ្នកណាធ្វើយ៉ាងណាអ្នកនោះនឹងទទួលយ៉ាងនោះនេះគឺជាមាគ៌ានៃកម្ពុជាមាគ៌ានៃទ្រឹស្ដីព្រះពុទ្ធសាសនាគឺបែបនោះឯងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់អ្នកឯងធ្វើយ៉ាងណានឹងទទួលនៅកម្ពុជាបែបនោះឯងកិច្ចមិនផុតទេបាទទោះបីជាលើកិច្ចផុតក៏ថ្ងៃណាមួយនឹងកម្ពុជានឹងអាចផលទទួលរងទុក្ខវេទនាជាមិនខាន